អរិយធម៌អាស៊ីអាគ្នេយ៍ប្រជាជាតិនៅជុំវិញអាណាចក្រខ្មែរនៅចន្លោះសតវត្សទី9ដល់ពាក់កណ្ដាលសតវត្សទី15គ្រិស្តសករាជអាណាចក្រខ្មែរគឺជាមហាអំណាចនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ដែលកាន់កាប់ទឹកដីយ៉ាងធំគ្របដណ្ដប់លើទឹកដីនៃប្រទេសកម្ពុជាថៃឡាវនិងប៉ែកខាងត្បូងប្រទេសវៀតណាមបច្ចុប្បន្នចម្ប៉ានៅខាងកើតអាណាចក្រខ្មែរគឺឃើញមានពួកចាមនៅនគរចម្ប៉ាពួកចាមមានដើមកំណើតមកពីម៉ាឡេស៊ីមកពីកោះស៊ុមាត្រារាជវាហើយបានតាំងលំនៅតាមបណ្ដោយឆ្នេរប៉ែកខាងកើតឥណ្ឌូចិននិងបង្កើតទៅជារដ្ឋមួយឡើងនៅចន្លោះសតវត្សទី2ទៅសតវត្សទី1មុនគ្រិស្តសករាជនគរចម្ប៉ាបានចាប់កំណើតមុននគរភ្នំឬហ្វូណនទៅទៀតក៏ប៉ុន្តែគិតពីសតវត្សទី3មកនគរចម្ប៉ាមានការរីកចម្រើនខ្សោយជាងនគរហ្វូណនជាពិសេសខាងបច្ចេកទេសនៅក្នុងការធ្វើសឹកសង្គ្រាមនគរចម្ប៉ានិងនគរខ្មែរគឺជាគូប្រជែងនឹងគ្នាហើយតែងតែធ្វើសង្គ្រាមនឹងគ្នាជារឿយៗក៏ប៉ុន្តែសង្គ្រាមធំជាងគេដែលកំណត់ជោគវាសនានិងកែប្រែប្រវត្តិសាស្ត្ររបស់ពួកចាមគឺសង្គ្រាមទល់នឹងអាណាមឬដៃវេតអាណាមនគរអាណាមស្ថិតនៅខាងជើងនគរចម្ប៉ាក៏ប៉ុន្តែចាប់ពីសតវត្សទី1មុនគ្រិស្តសករាជរហូតដល់សតវត្សទី10គ្រិស្តសករាជនៅក្នុងរយៈពេលប្រមាណជាង1000ឆ្នាំអាណាមស្ថិតនៅក្រោមការកាន់កាប់របស់ចិនពលគឺគ្រាន់តែជាអាណាខេត្តមួយប៉ុណ្ណោះរបស់ចិនពេលខ្លះចិនបានហៅអាណាមនេះថាណាមវេតរហូតដល់ឆ្នាំ939ពួកអាណាមបានទាមទារឯករាជ្យទៅបង្កើតជានគរដាច់ចេញពីចិនក៏ប៉ុន្តែមិនយូរប៉ុន្មាននគរថ្មីនេះនៅតែត្រូវធ្លាក់ទៅជានគរចំណុះរបស់ចិនវិញដដែលចិនដែលចាប់ពីឆ្នាំ960ដល់ឆ្នាំ1279ស្ថិតនៅក្រោមការគ្រប់គ្រងរបស់រាជវង្សសុងនៅក្នុងការព្យាយាមឬបំរាស់ពីអាណានិគមរបស់ចិនពួកអាណាមតែងតែបានងើបឡើងបះបោរធ្វើសង្គ្រាមទល់នឹងកងទ័ពចិនជារឿយៗទៅទិសខាងត្បូងឯនោះវិញពួកអាណាមនិងពួកចាមក៏តែងតែធ្វើសង្គ្រាមឈ្លានពានគ្នាទៅវិញទៅមកឥតឈប់ឈរក៏ប៉ុន្តែនៅទីបំផុតនគរចម្ប៉ាដែលត្រូវបរាជ័យដោយត្រូវនគរអាណាមឈ្លានពានចូលកម្មកាប់ទាំងស្រុងនៅឆ្នាំ1471នគរចម្ប៉ាត្រូវរលំហើយពួកចាមក៏នាំគ្នារត់ខ្ចាត់ខ្ចាយចេញពីនគរដោយភាគច្រើនរត់ភៀសខ្លួនទៅជ្រកកោននៅក្នុងអាណាចក្រខ្មែរហើយខ្លះទៀតរត់ទៅម៉ាឡាកានៅក្នុងប្រទេសម៉ាឡេស៊ីបច្ចុប្បន្នលាវនៅខាងលិចអាណាមនិងខាងជើងនគរខ្មែរមានប្រជាជនមួយទៀតគឺលាវធ្លាប់ជានគរឯករាជ្យមួយនៅខាងជើងនគរហ្វូណនក៏ប៉ុន្តែបន្តិចម្ដងប្រទេសលាវត្រូវធ្លាក់ទៅក្រោមការត្រួតត្រារបស់ខ្មែរដោយដំបូងត្រឹមតែជានគរចំណុះហើយបន្ទាប់មកទៀតនៅក្នុងសម័យអង្គរដែនដីនៃប្រទេសលាវត្រូវបានអាណាចក្រខ្មែរវាយទីកាន់កាប់ទាំងស្រុងរហូតដល់ចុងសតវត្សទី14ទើបប្រទេសលាវចាប់ផ្ដើមលេចរូបរាងសាជាថ្មីឡើងវិញក៏ប៉ុន្តែលាវស្ថិតជាប្រទេសទន់ខ្សោយទទួលរងនឹងការគំរាមកំហែងជាប្រចាំពីសំណាក់ប្រទេសជិតខាងនៅខាងកើតអាណាចក្រខ្មែរមានប្រទេសមួយដែលខ្មែរហៅថាស្រុកមនដែលមានទីតាំងនៅត្រង់ប្រទេសភូមិមានសពថ្ងៃកាលពីមុនស្រុកមននិងស្រុកខ្មែរមានព្រំប្រទល់ជាប់គ្នានៅត្រង់ម្ដុំព្រំប្រទល់ភូមានិងថៃបច្ចុប្បន្នចំណែកឯប្រទេសថៃវិញមិនទាន់មានរូបរាងនៅឡើយទេនៅពេលនោះថៃឬសៀមនៅក្នុងសាលាចារឹកគេឃើញមានការកត់ត្រាពីវត្តមានរបស់ពួកថៃឬសៀមនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ប្រហែលជាប់ពីសតវត្សទី12មកពួកថៃឬសៀមកាលពីមុនរស់ក្នុងខេត្តជួនណាមប្រទេសចិនហើយបានចាប់ដើមធ្វើអន្តោប្រវេសន៍ចាក់ចុះមកទិសខាងត្បូងបន្តិចម្ដងចាប់តាំងពីសតវត្សទី9ពីដំបូងគេឃើញមានពួកថៃឬសៀមបានចុះមកតាំងលំនៅភាគខាងជើងប្រទេសលាវសពថ្ងៃនិងនៅឈៀងម៉ៃចំនួនពួកថៃឬសៀមនៅផ្នែកខាងជើងនៃតំបន់អាស៊ីអាគ្នេយ៍មានកាន់តែច្រើនឡើងហើយពួកគេក៏បានបង្កើតទៅជានគរតូចៗមួយចំនួនដូចជាសុខោទ័យឈៀងសែនឈៀងម៉ៃស្រែមួយលាននិងអយុធ្យាក៏ប៉ុន្តែពីដំបូងនគរទាំងនេះជានគរទន់ខ្សោយហើយស្ថិតនៅក្រោមឥទ្ធិពលរបស់អាណាចក្រខ្មែរនៅពេលដែលអាណាចក្រខ្មែរចាប់ផ្ដើមធ្លាក់ចុះខ្សោយនគររបស់ពួកថៃឬសៀម
ក៏បានពង្រីកប្រទេសរបស់ខ្លួនបន្តិចម្ដងទៅជានគរដែលមានអធិបតេយ្យពេញលេញដោយចាប់ផ្ដើមពីសុខោទ័យនៅក្នុងអំឡុងសតវត្សទី13បន្ទាប់មកទៀតនៅសតវត្សទី14ក្រោយពីស្ដេចរាមកំហែងចូលទីវង្គតសុខោទ័យត្រូវធ្លាក់ដុតដាបហើយត្រូវធ្លាក់ក្រោមការត្រួតត្រារបស់នគរសៀមមួយទៀតគឺនគរអយុធ្យានេះហើយដែលបានពង្រឹងអំណាចនគរសៀមហើយជាគូប្រជែងដ៏ធំបំផុតរបស់អាណាចក្រខ្មែរនៅចុងសម័យអង្គរម៉ាឡេងាកទៅប៉ែកខាងសមុទ្រវិញនៅប៉ែកខាងត្បូងអាណាចក្រខ្មែរគេឃើញមានអាណាចក្រដ៏ធំមួយគឺអាណាចក្រស្រីវិជ័យរបស់ពួកម៉ាឡេដែលមានទីតាំងនៅលើកោះសុមាត្រាក៏ប៉ុន្តែក៏មានដែនដីគ្រុឌដណ្ដប់រហូតដល់ទៅកោះជ្វាកោះម៉ារ៉ាណេអូនិងកោះម៉ាឡាកានៅចុងខាងត្បូងនៃឧបទ្វីបម៉ាឡេពោលគឺពីពេញដែនដីនៃប្រទេសម៉ាឡេស៊ីឥណ្ឌូនេស៊ីនិងប្រ៊ុយណេសពថ្ងៃនៅអំឡុងសតវត្សទី13អាណាចក្រស្រីវិជ័យបានធ្លាក់ចុះខ្សោយរហូតត្រូវបានធ្លាក់ទៅជានគរចំណុះឲ្យអាណាចក្រខ្មែរហើយក្រោយមកទៀតជានគរចំណុះរបស់នគរសុខោទ័យរបស់សៀមនៅដើមសតវត្សទី15អាណាចក្រស្រីវិជ័យត្រូវដួលរលំហើយបែកខ្ញែកទៅជានគរតូចៗផ្សេងៗពីគ្នា